បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងក៏លេខមកមើលម៉ូតូYamaha PG1 មួយដែលម៉ូតូនេះដែរគឺទៅតែចេញបានដូចជា3ជំនាន់ហើយបងប្អូនដូចជាចេញឆ្នាំ2024ឆ្នាំ2025ហើយនិងឆ្នាំ2026ចាំមានន័យថាគឺចេញចុងឆ្នាំ2023ចុងឆ្នាំ2024ហើយចុងឆ្នាំ2025ហ្នឹងអូខេចឹងពេលដែលវាចេញមកហ្នឹងគឺមានអ្នកចាប់អារម្មណ៍ច្រើនហើយដោយទាំងខ្ញុំផងដែរបងប្អូនអញ្ចឹងខ្ញុំបានប្រើវាអស់រយៈពេលខ្ទង់ជាបាទសរុបទៅជិតមួយឆ្នាំហើយខ្ញុំទិញខ្ទង់ជាខែអាចខែ6ឆ្នាំ2025អញ្ចឹងមកដល់ឥឡូវវាខែ3ឆ្នាំ2026អីចឹងខ្វះតែ3ខែទៀតមួយឆ្នាំហើយអញ្ចឹងម៉ូតូខ្ញុំនេះគឺស៊េរី2025ទេហើយដូចអ្នកនរគ្នាឃើញអញ្ចឹងខ្ញុំបានដាក់ធុងខាងក្រោយហើយដាក់ឥឡូវខ្ញុំរៀបរាប់ទូៗពីគ្រឿងដែលខ្ញុំថែមអញ្ចឹងគឺយើងបានដាក់ធុងនេះធុងខាងក្រោយនេះហើយនេះក៏យើងទិញដាក់ដែរហើយនឹងកបាំងខាងនេះទិញដាក់ដែរហើយគៀកម៉ាស៊ីននេះក៏យើងដាក់ផងដែរហើយនឹងកាងបងប្អូនកាងវាកាងនេះក៏យើងទិញថែមដែរមានន័យថាយើងត្រូវថែមលុយក្រៅហើយសម្រាប់កាងនេះអូខេកាងនេះក៏យើងដាក់ដែរក៏ខ្ញុំទិញដាក់ដែរអញ្ចឹងចំណាយលុយទាំងអស់បងប្អូនហើយនេះក៏ដាក់ហើយកាងប្រាំងនេះក៏ដាក់ដែរអូខេនេះកាងនេះក៏ដាក់ដែរហើយចំពោះសបកក៏ខ្ញុំបដូរចេញដែរបដូរសបកស៊ីនវាចេញដោយសារតែខ្ញុំជិះច្រើនហើយខ្ញុំជិះលើផ្លូវច្រើនអញ្ចឹងសបកស៊ីនរបស់វាគឺមិនមែនសបកអញ្ចឹងទេគឺសបកបែបកាឡាគេហៅថាកង់ក្រោះបងប្អូនអញ្ចឹងកង់ក្រោះហ្នឹងវាជិះលើផ្លូវដីបានល្អប៉ុន្តែខ្ញុំអត់សូវជិះផ្លូវដីទេខ្ញុំជិះតែក្នុងក្រុងអញ្ចឹងក៏ខ្ញុំដូរដាក់កាឡានេះដើម្បីឲ្យម៉ាស៊ីនរត់ស្រួលហើយដល់ខាងមុខដូចប្រាប់អញ្ចឹងកបាំងនេះកាងហើយឈ្នាន់នេះលើបដូរថ្មីដែរមានន័យថាខ្ញុំដាក់ក្រៅបន្ថែមអញ្ចឹងណាហើយកាងក៏ទិញដាក់ដែរអញ្ចឹងវាយើងទិញដាក់ច្រើនគួរសមដែរបងប្អូនហើយមួយទៀតខាងនេះនេះអាចដោះលេខនេះក៏ខ្ញុំទិញដាក់ដែរថែមលុយដែរហើយមិញច្រវាក់នេះក៏ខ្ញុំដាក់ដែរច្រវាក់ហើយនឹងមញងច្រវាក់មញងនេះយើងដូរមួយឈុតដែរអញ្ចឹងមកយើងនិយាយទៅយើងបដូរច្រើនគួរសមដែរសម្រាប់ម៉ូតូមួយគ្រឿងនេះបងប្អូនអញ្ចឹងពីអ្នកនរគ្នាឃើញវាទ្រាំបានប៉ុណ្ណេះយើងត្រូវថែមថយច្រើនគួរសមដែរអញ្ចឹងទ្រាំបានរូបរាងប៉ុណ្ណេះគឺត្រូវថែមថយគួរសមដែរបងប្អូនអញ្ចឹងខ្ញុំនិយាយពីគុណសម្បត្តិរបស់វាមុនទៅអញ្ចឹងអ្នកដែលគាត់ចង់ទិញម៉ូតូនេះប្រហែលជាចង់ដឹងហើយថាអីទៅជាគុណសម្បត្តិហើយគុណវិបត្តិរបស់វាបើគុណសម្បត្តិអានេះយើងឃើញពីច្រើនអ្នកនរនេះឃើញហើយស្រឡាញ់ដោយសារតែរូបរាងវាប្លែកហើយគេធ្វើសម្រាប់មកជិះលើផ្លូវដីឬក៏គេហៅថា off road ហ្នឹងបងប្អូនអញ្ចឹងវាប្លែកត្រង់ថាខុសពីម៉ូតូយើងរដងដូចអាសង់ឬក៏ Scoopy អីអញ្ចឹងណាវាមានរូបរាងបែបស្តៀងម៉ូតូធំហើយមានកលាកង់កលាស្អាតអីអញ្ចឹងទៅហើយបើយើងនិយាយទៅតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជិះគឺវាអាចជិះផ្លូវឆ្ងាយបានគេវាអាចជិះផ្លូវឆ្ងាយបានអញ្ចឹងអាចជិះមួយថ្ងៃខ្ញុំធ្លាប់ជិះឆ្ងាយបំផុតមួយថ្ងៃជិះ500គីឡូជិះពីភ្នំពេញទៅដល់មានជ័យបងប្អូន500គីឡូក្នុងមួយថ្ងៃហើយទៅមកវា1000គីឡូអញ្ចឹងខ្ញុំជិះឆ្ងាយបំផុតដល់ប៉ុណ្ណឹងហើយវាអាចជិះបានតែអត់មានបញ្ហាអីទេអ
ចឹងmà vậy tớiខ្ញុំជិះឆ្ងាយច្រើនដែរម៉ូតូនេះចឹងយើងអាចជិះឆ្ងាយបានហើយនឹងគុណសម្បត្តិទី1របស់វាគុណសម្បត្តិអាចថាទី2ចុះព្រោះទី1រូបរាងស្អាតទី2អាចជិះផ្លូវឆ្ងាយបានហើយទី3វាស៊ីសាំងតិចបងប្អូនវាស៊ីសាំងតិចអញ្ចឹងខ្ញុំធ្វើដំណើរកាលមុនឧទាហរណ៍កាលមុនអញ្ចឹងខ្ញុំធ្វើដំណើរពីភ្នំពេញទៅកោះកុងទៅខេត្តកោះកុងមិនទាន់ដល់ទីរំខានទេប៉ុន្តែដល់ឆ្នេរសមុទ្រមួយចម្ងាយវា250គីឡូអញ្ចឹងទៅមកវា500គីឡូម៉ែត្រទៅមក500គីឡូម៉ែត្រយើងមានផ្លូវដីខ្ទង់ជា30គីឡូម៉ែត្រ38គីឡូម៉ែត្រអញ្ចឹងវាយើងជិះផ្លូវកស៊ូផ្លូវដីហើយយើងជិះតាមផ្លូវជាតិលេខ4អញ្ចឹងចំណាយសាំងខ្ទង់ជា11លីត្រទៅមកអូខេមានន័យថាខ្ញុំចាក់សាំងនៅក្នុងក្នុងធុងរបស់វានៅសល់ខ្លះហើយយើងចាក់ពេញ3ដងអញ្ចឹងចាក់ម្ដងខ្ទង់ជា3លីត្រជាងហ្នឹងអញ្ចឹង11លីត្រទៅមកសម្រាប់រយៈចម្ងាយ500គីឡូហ្នឹងអញ្ចឹងហៅថាការស៊ីសាំងរបស់វាគឺសមរម្យហៅថាអន្សំចៃដែរសម្រាប់ម៉ូតូជិះផ្លូវឆ្ងាយអញ្ចឹងណាហើយឥឡូវសាំងឡើងថ្លៃផងអញ្ចឹងការមានម៉ូតូអន្សំចៃសាំងវាគឺជាចំណុចល្អមួយដែរហើយចំណុចមួយទៀតគឺយើងអាចជិះផ្លូវដីក៏បានជិះផ្លូវកស៊ូក៏បានដែរអញ្ចឹងអត់មានបញ្ហាអីទេហើយអញ្ចឹងយើងដល់ចំណុចទីម៉ាននេះទី3សាំងតិចស៊ីសាំងតិចហើយទី4តម្លៃវាសមរម្យដែរបងប្អូនតម្លៃវាសមរម្យដែរវាប្រហែលជាតម្លៃប្រហែលជាអាសង្ឃរបស់យើងដែរអញ្ចឹងខ្ទង់ជា2000ជាងហ្នឹងយើងអាចទិញជិះបានហើយបើសិនយើងទិញមកទឹកអាចខ្ទង់1000ក្រាស់ហ្នឹងយើងអាចទិញជិះបានហើយអូខេហើយចំណុចទី4យើងអាចកែបានមានថាអាច customize បានអញ្ចឹងថែមថយគ្រឿងអីគឺអាចថែមថយបានយើងដាក់ធុងយើងដាក់កាងខាងណាយើងអាចដាក់កាងមុខនិយាយទៅយើងអាច customize បានយើងអាចកែភ្លើងកែអីបានច្រើនអញ្ចឹងណាហើយយើងអាច customize ទៅវាស្អាតអូខេអញ្ចឹងចំណុចល្អខ្ញុំរៀបរាប់ប៉ុណ្ណឹងហើយចូលដល់ចំណុចយើងអវិជ្ជមានរបស់វាមិនសូវល្អហើយតែអ្នកខ្លះគាត់thamចិត្តទី1ការដែលវាអាច customize បានកែកុនបានអញ្ចឹងវាធ្វើឲ្យយើងអស់លុយច្រើនអញ្ចឹងពេលដែលយើងទិញមកវាមានអារម្មណ៍ថាគ្រឿងវាអត់ស្អាតគ្រប់ទេអញ្ចឹងតើយើងថែមគ្រឿងអញ្ចឹងឧទាហរណ៍ថាតម្លៃវាយើងទិញមក2400អញ្ចឹងយើងត្រូវថែមលុយ200 300ទៀតដើម្បីទិញគ្រឿងផ្សេងៗមកដាក់អញ្ចឹងបូកទៅវាអស់លុយច្រើនដែរអញ្ចឹងណាបងប្អូនហើយបើសិនជាយើងចង់ថែមថយអីបន្តទៀតអាហ្នឹងយើងអស់លុយកាន់តែច្រើនទៀតហើយអញ្ចឹងការចំណាយរបស់វាក៏ច្រើនគួរសមដែរហើយមួយទៀតចំណុចទី2ល្បឿនរបស់វាបងប្អូនអញ្ចឹងម៉ូតូនេះយើងដឹងហើយកម្លាំងម៉ាស៊ីនរបស់វាគឺ 115cc ទេអញ្ចឹងយើងមិនអាចរំពឹងថាវាអាចលឿនខ្លាំងទេអញ្ចឹងវាដូចតែម៉ូតូ110 120អី125អីទូទៅទេល្បឿនរបស់វានោះគឺអាចខ្ទង់ជិះ70គីឡូម៉ែត្រក្នុង1ម៉ោងបើសិនជាជិះ80គីឡូម៉ែត្រក្នុង1ម៉ោងវាតឹងអញ្ចឹងបើសិនជាយើងជិះ80គីឡូម៉ែត្រក្នុង1ម៉ោងលុះត្រាតែយើងជិះម្នាក់ឯងអញ្ចឹងណាហើយម៉ាស៊ីនវាក៏រត់តឹងដែរអញ្ចឹងល្បឿនរបស់វាអត់សូវលឿនទេអញ្ចឹងម៉ូតូនេះសម្រាប់តែជិះបែបកំសាន្តអញ្ចឹងណាបើសិនជាចង់មួលយកល្បឿនយកលឿនអីម៉ូតូនេះវារៀងពិបាកបងប្អូនដោយសារតែគេធ្វើមកសម្រាប់ផ្លូវដីផ្លូវអីចឹងណាអញ្ចឹងល្បឿនវាអត់សូវលឿនទេហើយកែបស៊ីនរបស់វាកែបស៊ីនរបស់វាជាកូតចឹងខ្ញុំទៅកែបស្បែកទេថែមកែបខ្ញុំបិទស្បែកមកតង់ឯងគេខូចនេះក៏លុយដែរតែអ្នកថែមចឹងអាមុនអត់មានទេហើយតោះវាទៅបានជាប្រភេទមួយហ្នឹងនេះហើយកញ្ចក់វាដូចកញ្ចក់អសង្ខយើងហើយទៅវាចេញ check នេះលេខវាទូលេខដូចតែយើងទូទៅដែរ
ហើយអញ្ចឹងកែបស៊ីមវាជាគូអានេះកាងនេះបើសិនបើយើងជី2នាក់អីយើងអាចទាញមកក្រោយទៅអាចជី2នាក់ទៀតដែរពេលខ្ញុំជីផ្លូវឆ្ងាយជី2នាក់ហើយខ្ញុំទាញអាកាសនេះគាត់ទៅក្រោយទៅជីបាន2នាក់អូខេអញ្ចឹងដូចឃើញអញ្ចឹងនេះម៉ាស៊ីនរបស់វាម៉ាស៊ីនរបស់វាមិនមែនជាប្រភេទប្រើទឹកទេត្រជាក់ដោយទឹកទេវាត្រជាក់ដោយខ្យល់ដោយតាសង់ដោយតាអីហ្នឹងដែរទេហើយប្រាំងរបស់វាខាងមុខគឺប្រាំងឌីសនេះប្រាំងថាសល្អបងប្អូនប៉ុន្តែដូចប្រាំងក្រោយខាងក្រោយវាជាប្រាំងធម្មតាទេជាប្រាំងដូចម៉ូតូយើងធម្មតាទេអញ្ចឹងខ្ញុំអត់ចិត្តថងប្រាំងហ្នឹងបងប្អូនប្រាំងហ្នឹងវាអត់សូវមានប្រសិទ្ធភាពដូចប្រាំងយើងប្រាំងថាសបងប្អូនប្រាំងឌីសហ្នឹងវាល្អជាងហើយស៊ីម៉ាំងរបស់វាដូចតែម៉ូតូយើងធម្មតាទេវាមិនមែនស៊ីម៉ាំងខ្ពស់ដែលផុតពីទឹកអីទេវាមិនមែនជាម៉ូតូស៊ីម៉ាំងវាខ្ពស់ប៉ុន្មានទេធម្មតាអូខេហ្នឹងប៉ុណ្ណឹងហើយអ្នកនរគ្នាអាចពិចារណាទៅលើចំណុចល្អចំណុចមិនល្អខ្វះខាតរបស់វាហើយបើសិនជាឲ្យខ្ញុំនេះថាបើសិនជាម៉ូតូហ្នឹងបើសិនជាខ្ញុំបញ្ចេញមតិយោបល់របស់ខ្ញុំថាម៉ូតូនេះគួរតែថែមថយគេខ្លះម៉ូតូនេះក៏ពិតទៅបើសិនជាសម្រាប់ខ្ញុំណាវាគួរតែមានកម្លាំងម៉ាស៊ីនធំជាងហ្នឹងត្រឹម150អញ្ចឹងណាវាគួរតែមានកម្លាំងម៉ាស៊ីនធំជាងហ្នឹងដើម្បីយើងអាចជិះលឿនជាងមុនព្រោះម៉ូតូនេះសម្រាប់ជិះផ្លូវឆ្ងាយពេលដែលជិះផ្លូវឆ្ងាយយើងត្រូវការពេលខ្លះត្រូវការលឿនដែរត្រឹម80អីអញ្ចឹងណាអាច1ដល់90អីក៏វាល្អដែរអញ្ចឹងហើយបើសិនជាអាចកម្លាំងម៉ាស៊ីន150អីគឺសមរម្យសម្រាប់ម៉ូតូប្រភេទនេះអញ្ចឹង115នេះយើងស្ទើរបងប្អូនស្ទើរសម្រាប់ខ្ញុំហើយប្រាំងវានិយាយថាអញ្ចឹងបើសិនជាប្រាំងក្រោយជាប្រាំងឌីសគឺល្អមែនតើប៉ុន្តែគួរស្ដាយវាមិនមែនជាប្រាំងឌីសទេវាជាប្រាំងធម្មតាបើសិនជាប្រាំងឌីសដូចខាងមុខល្អបងប្អូនប្រាំងប្រេងចាប់ទៅមានប្រសិទ្ធភាពចាប់ស្រួលមែនតើប្រាំងមុខតែប្រាំងក្រោយអត់សូវទេហើយបើតម្លៃអត់មានបញ្ហាទេតម្លៃប៉ុណ្ណឹងគឺសមរម្យហើយសម្រាប់ម៉ូតូនេះហើយបានម៉ាស៊ីនធំជាងមុនហើយច្បាប់មីញ៉ុងសូមឲ្យដាក់ល្អជាងមុនសបកកង់សូមឲ្យធន់ជាងមុនសបកកង់ព្រោះគេល្បីថាវាឆាប់ធ្លាយបងប្អូនសបកកង់វាណាប៉ុន្តែបើប្រសិនខ្ញុំជិះខ្ទង់ 6-7,000 គីឡូខ្ញុំជិះចិត្តមួយឆ្នាំអីអត់តាន់ទៅធ្លាយម្ដងទេតែធ្លាយម្ដងឥឡូវខ្ញុំដូរមកសបកដងវិញអូខេអញ្ចឹងប៉ុណ្្នឹងឯងសម្រាប់ម៉ូតូ PG1 នេះសិនជាបងប្អូនចង់ធ្វើការទិញជិះអីអាចពិចារណាមើលបានតែតោះមួយចំណុចល្អចំណុចមិនល្អវានេះដើម្បីអាចជាកំណត់យោបល់បន្ថែមអញ្ចឹងជាព័ត៌មានបន្ថែមឲ្យបងប្អូនសម្រេចចិត្តក្នុងការជ្រើសរើសម៉ូតូនេះតែខ្ញុំសូមប្រាប់ថាបើសិនជាចង់ទិញទៅយើងថតតាមម៉ូតូតម្លៃ 2004 អ្នកនរគ្នាត្រៀមលុយពី300ទៀតដើម្បីថែមគ្រឿងបានគ្រឿងដែលយើងបានម៉ូតូរូបរាងដែលយើងពេញចិត្តអញ្ចឹងណាព្រោះស៊ីនរបស់វាតងោអត់កាងអត់មានអីទេអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ